ឃើញក្បាលវីដេអូប៉ុណ្ណឹងបងប្អូនប្រកាសជាចង់ដឹងថាកម្មវិធីនៅណាយកម្មវិធីអីដែរបាទកម្មវិធីនេះគឺកម្មវិធីមង្គលការឲ្យគាត់ជួលតន្ត្រីនាយក្រោយយើងគឺទុករយៈពេល2ឆ្នាំហើយបងប្អូនអូយកម្មវិធីនេះគឺកម្មវិធីនៅក្នុងភូមិអន្លង់ព្រីងឃុំដើមរឹសស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលហើយកម្មវិធីនេះគឺរៀបចំបានស្អាតមែនទែនរីឯទីធ្លាវិញក៏ធំទូលាយឆាកតន្ត្រីនាយក្រោយគឺធ្វើអស់មកទំហឹងហើយបងប្អូនថ្ងៃនេះគឺថាធ្វើឆាកបានធំឆាកបាន16ម៉ែត្រហើយចំណែកតុករោងរបស់យើងក៏រៀបដេគ័របានស្អាតហើយក៏ធំទូលាយសម្រាប់ភ្ញៀវមកគឺថាអត់មានពិបាកខ្លាចខ្វះតុទេហើយចំណែកដេគ័រខាងមុខរោងក៏ដូចជាការស្អិតស្អាងរាងកាយកូនប្រុសកូនស្រីគឺរៀបចំឡើងដោយសម្អាងការអ្នកគ្រូស៊ីនួនបាទការរៀបចំដេគ័រនេះមើលទៅលក្ខណៈធំទ្រង់ទ្រាយធំដែរបងប្អូនមើលទៅរៀបចំបានស្អាតរបស់គាត់តានេះហើយបើនិយាយពីការរៀបចំក៏ដូចជាដេគ័រតុករោងអីហ្នឹងគឺថាទាំងម្ហូបអាហារទាំងអីទាំងអស់ហ្នឹងគឺរៀបចំឡើងដោយខាងចុងភៅឡាយកំលៀងចុងភៅគឺចុងភៅរបស់លោកមេឃុំតែម្ដងគឺលោកមេឃុំខាងអន្លង់រមៀតហើយម្ហូបរបស់គាត់ថ្ងៃហ្នឹងគឺគេម្ចាស់ដើមការកំងច្រើនមុខដែរបងប្អូនគឺ5 6មុខឯណោះមើលទៅម្ហូបអាហាររៀងឆ្ងាញ់គ្រប់មុខមានតាំងពីត្រីតុកែមានអីគឺគេចំហុយនៅប្រចាំការអញ្ចឹងហ្មងណាមិនមែនចេះតែពេលលើកបានដាក់អីវ៉ាន់ចំហុយមកទេហើយនេះគឺមុខចុងភៅបងប្អូនចង់ឃើញមុខចុងភៅនេះចុងភៅបាទឥឡូវនេះគឺថាគៀកចិត្តដល់ម៉ោងពេលវេលាត្រូវយើងប្រគំតន្ត្រីហើយក៏សុំពេលវេលាឲ្យខាងចុងភៅដាក់ម្ហូបអាហារឲ្យយើងហូបចុករួចរាល់បានយើងចាប់ផ្ដើមឡើងលើឆាកប្រគំតន្ត្រីកំដរកូនប្រុសកូនស្រីក៏ដូចជាកំដរភ្ញៀវកិត្តិយសលោកពិសាជុំគ្នាតែម្ដងហើយមួយវិញទៀតក៏ខ្ញុំសូមជម្រាបជូនដល់ភ្ញៀវកិត្តិយសជាពិសេសគឺអតិថិជនតន្ត្រីនាយក្រូចតែម្ដងសូមមេត្តាកុំម៉ៃកុំវាយស្មានកុំចេះថាចម្លែកដោយមិនសាកសួរខ្ញុំផ្ទាល់ចេះថាមានតន្ត្រីនាយក្រូចតើមាន4 5 6,000 ដុល្លារបានជួលបានតាមពិតអត់ទេពុកម៉ែបងប្អូនតន្ត្រីនាយក្រូចគឺមានតម្លៃធូរថ្លៃបងប្អូនអាចខលឬក៏សាកសួរខ្ញុំផ្ទាល់ក៏បានដែរតម្លៃគឺមានចាប់ពី 1,000 ដុល្លារឡើងទៅបើចឹងជាបងប្អូនកំងតារាច្រើនតួច្រើនឬក៏ក្រុមតន្ត្រីមានឧបករណ៍ចូលរួមច្រើនចឹងទៅឬក៏កំងឆាកធំដល់ថ្នាក់20 30ម៉ែត្រចឹងទៅបានតម្លៃវាឡើងទៅតាមនឹងបើសិនជាតម្លៃឆាក16ម៉ែត្រប៉ុណ្ណឹងហើយនឹងឧបករណ៍ភ្លេងដែលបងប្អូនបានឃើញកំពុងតែលេងលើឆាកប៉ុណ្ណឹងហើយនឹងនារីរាំច្រៀងនឹងគឺមាន8 9នាក់ឲ្យប្រុស3 4នាក់ទាំងនាយក្រូចហ្នឹងគឺតម្លៃតែ 1,000 ដុល្លារជាងទេបងប្អូនអាចខលឬក៏ឆាតសួរខ្ញុំក៏បានដែរចឹងបានប្រាប់បងប្អូនថាកុំឲ្យចិត្តតែគិតចេះថាចេះនឹកក្នុងចិត្តណាបើចង់ដឹងអីសួរខ្ញុំផ្ទាល់តែម្ដងបងប្អូនឃើញនេះឧបករណ៍ភ្លេងលើឆាកហ្នឹងគឺមានប៉ុណ្ណឹងនឹងតម្លៃ 1,000 ដុល្លារជាងណាបងប្អូនហើយបើសិនជាបងប្អូននៅខេត្តឆ្ងាយទៅវាអាចឡើងតិចតួចទេមិនជាឡើងច្រើនទេបងប្អូនឥឡូវនេះគឺថាដល់ពេលវេលាដែលយើងត្រូវលេងបទហោមរោងអញ្ជើញដល់អ្នកតាចាស់ស្រុកភូមិបកបធរនីម្ចាស់ទឹកម្ចាស់ដីទេវតាដែលមានរដ្ឋអំណាចថែរក្សាទីទឹកដីជ័យភូមិថែរក្សាក្រុមគ្រួសារម្ចាស់សម័យដើមការអីហ្នឹងឲ្យលោកមកជួយប្រគំតន្ត្រីលេងឲ្យបានល្អក្នុងកម្មវិធីរៀបមង្គលជ័យថ្ងៃនេះឥឡូវគឺថារៀបត្រីបងប្អូនមើលទៅរៀបចំគាត់ថាភ្លើងអំពីខាងចុងភៅក៏ចាប់ដើមបំភ្លឺរីឯតន្ត្រីនាយក្រូចក៏ចាប់ដើមបន្លឺសំឡេងឡើងដើម្បីប្រគំជូនបងប្អូនដែរភ្ញៀវវិញក៏ចាប់ដើមបុកចូលម្ចាស់ដើមការចាប់ដើមបុកពោះរីឯខាងចុងភៅក៏ចាប់ដើមភ័យខ្លួនដែរព្រោះថាតិចទៀតហ្នឹងគឺភ្ញៀវច្រើនណាស់បងប្អូនហើយមើលទៅស្ថានភាពនេះទៅគឺភ្ញៀវនឹងប្រហែលជា3 400តុកឯណោះឥឡូវគឺថាចាប់ដើមប្រគំជូនជាចង្វាក់ក្បាច់ជូនបងប្អូនទស្សនាក៏ដូចជាកំសាន្តនេះកូនស្រីរបស់ខ្ញុំបងប្អូនណាកូនស្រីរបស់ខ្ញុំគឺឈ្មោះបឿនសុបនបញ្ញាកូនស្រីច្បងបាទនេះខ្ញុំគ្រាន់តែឲ្យបងប្អូនមើលសកម្មភាពភ្ញៀវកិត្តិយសឡើងរួមគ្រប់គ្រងប៉ុណ្ណាអញ្ចឹងបានថាបើសិនជាតន្ត្រីយើងលេងមិនល្អប្រគំមិនពីរោះក៏ដូចជាមិនតាក់ទាញអារម្មណ៍បងប្អូនយើងទេគឺបងប្អូនយើងមិនឡើងរួមទេបងប្អូនមើលចោះរួមច្រើនមែនទែនគឺថាស្ទើរតែភ្ញៀវគ្រប់តុកទាំងអស់ឡើងមករងកំសាន្តសប្បាយជាមួយតន្ត្រីនាយក្រូចអញ្ចឹងបានថាបើសិនជាបងប្អូនមានកម្មវិធីអីហ្នឹងក៏ម្លាយគិតក៏ម្លាយបងអង្គយូអាចខលឬក៏ឆាតសួរមកនៅឯអង្គអាឡៃគិតលិចគិតកើតហ្នឹងទម្រាំថាចង់បានហើយងាកខលមកឆាតមកជាប់គេបាត់អញ្ចឹងបានថាដូចខ្ញុំប្រាប់អញ្ចឹងណាតន្ត្រីល្អបងប្អូនអាចទៅប្រគំជូនក្នុងកម្មវិធីផ្សេងបងប្អូនអាចធ្វើកម្មវិធីឡើងផ្ទះឬក៏ជប់លៀងកម្មវិធីមង្គលការកម្មវិធីអីអត់តែពាក់ព័ន្ធជាមួយសប្បាយតាក់ទងមកតន្ត្រីនាយក្រូចមកពុកម៉ែបងប្អូនគឺប្រគំមកអែមឲ្យហ្មង